បានថារឿងសិលនេះល្អណាស់ទៀតសូម្បីនៅជាមួយនឹងអបាសកបាសិកាមិនចាំបាច់ដល់ទៅសិលដ៏ខ្ពង់ខ្ពស់របស់បព្វជិតឡើយចឹងបានថាគួរតែយើងប្រឹងប្រែងឲ្យយើងមានសិលល្អណាទៀតគឺសិល5ហ្នឹងទៅហើយដល់ទៅសិល5ហ្នឹងសូម្បីតែកុមារាកុមារីក៏អាចរក្សាបានដែរល្អណាស់ណាទៀតខ្ញុំចង់រៀបរាប់ជាចុងក្រោយហ្នឹងអំពីប្រយោជន៍អានិសង្សសិលហ្នឹង15យ៉ាងគ្រាន់តែរាប់ប្រកេនគុណចាស់ជូនញាតិញោមមួយសិលសម្រាប់កសាងជីវិតយើងឲ្យពងពោះថ្លៃថ្នូរទៀតនឹងអ្នកណាក៏ស្រឡាញ់អ្នកណាក៏ចូលចិត្តដោយអំណាចជាអ្នកមានសិលវិជ្ជានៅអំពើអាក្រក់ផ្សេងបានទី2ដោយអំណាចសិលទៀតហ្នឹងគឺជាភូមិឋាននៃការបំពេញគុណធម៌ខ្ពស់សមថវិបស្សនារហូតដល់បានសម្រេចមគ្គផលទៀតសិលមានកម្លាំងខ្លាំងណាស់ទី3ធ្វើឲ្យយើងរួចអំពីភ័យនិងពីវិរិយទាំងឡាយផ្សេងហ្នឹងព្រោះយើងវាចាកនៅពីវិរិយទាំង5ហ្នឹងចឹងហើយទី4ធ្វើឲ្យយើងមានប្រក្រតីនៅជាសុខហើយនឹងឲ្យសេចក្តីសុខដល់អ្នកដទៃទៀតផងដោយសារយើងមានសិលទី5សិលណាបានឲ្យយើងមកកើតជាមនុស្សនេះកុំភ្លេចគុណសិលណាទៀតហ្នឹងមេត្តាបិតាយើងមានគុណក្នុងបច្ចុប្បន្នហើយតែឲ្យយើងមកកើតជាមនុស្សនេះដោយសារយើងមានសិលហើយនឹងជួយឲ្យយើងរួចអំពីជាតិនេះទៅបានទៅកម្មសុគតិភពដោយសារសិលទៀតហ្នឹងអញ្ចឹងសិលហ្នឹងល្អអញ្ចឹងណាទៀតល្អណាស់ហ្នឹងទី5ណា10តនអញ្ចឹងទី1នាំឲ្យយើងកសាងខ្លួនបានពងពោះទី2ជាភូមិឋាននៃគុណធម៌ខ្ពស់ទី3ឲ្យយើងរួចពីភ័យនិងពីទី4នាំឲ្យយើងមានសេចក្តីសុខទាំងខ្លួនឯងទាំងអ្នកដទៃទី5នាំឲ្យយើងបានមកជាមនុស្សហើយនាំឲ្យយើងទៅកម្មសុគតិភពក្នុងអនាគតទី6សិលហ្នឹងគឺមិនរើសវ័យទេមិនរើសវ័យមិនរើសភេទស្រីក៏បានប្រុសក៏បានក្មេងក៏បានចាស់ក៏បានរក្សាកុហកបព្វជិតទៅតាមហ្នឹងអញ្ចឹងល្អអញ្ចឹងណាទី7សិលនាំឲ្យយើងរួចពីការចោទប្រកាន់របស់អ្នកដទៃព្រោះយើងមានសិលជាប្រកដីគេបាត់អីឬក៏ថាមានអំពើចោរកម្មអីផ្សេងឃាតកម្មអីផ្សេងគេអត់ចោទយើងទេព្រោះយើងមានសិលទី8ជាទីគោរពជ្រះថ្លានៃមនុស្សទេវតាហើយដោយអំណាចដែលយើងមានសិលជាគំរូល្អដល់អ្នកដទៃផ្សេងទៀតណាហើយទី9នាំឲ្យយើងមានកល្យាណធម៌ទៀតហ្នឹងវាចាកបាណាតិបាតនាំឲ្យយើងមានមេត្តាករុណាវាចាកតនេទាននាំឲ្យយើងមានការចិញ្ចឹមជីវិតដោយប្រពៃវាចាកកាមេសមិច្ឆាចារៈនាំឲ្យយើងមានសេចក្តីសន្តោសក្នុងភរិយាស្វាមីវាចាកមុសាវាទនាំឲ្យយើងមានសច្ចៈវាចាកការបរិភោគនៅទឹកស្វឹងនាំឲ្យយើងមានស្មារតីមានកល្យាណធម៌ទៀតទី10ធ្វើឲ្យយើងមិនចេះភ័យខ្លាចនៅក្នុងទីស្ងាត់មិនខ្លាចអមនុស្សមិនខ្លាចខ្មោចយៈមេអីទេទៀតដែលមានសិលជាទីពឹងអញ្ចឹងណាហើយទី11ធ្វើឲ្យយើងជាអ្នកមានសិលណាធ្វើទានជាមួយនឹងអ្នកដទៃក៏បានបន់ច្រើនតែគិណាវិសុទ្ធិណាទៀតអ្នកមានសិលធ្វើទានបានបន់ច្រើនណាស់មិនត្រឹមតែប៉ុណ្ណោះអ្នកដទៃធ្វើទានជាមួយនឹងខ្លួនដែលជាអ្នកមានសិលក៏បានបន់ច្រើននឹងមេត្តាបិតាអីចឹងហ្នឹងដែលមានសិលថែមទៀតហ្នឹងធ្វើឲ្យកូនប្រុសស្រីដែលគោរពបំរើនឹងបានបន់ច្រើនណាហ្នឹងថ្វាយបង្គំមេត្តាបិតាអត់សិល100ដងស្មើនឹងថ្វាយបង្គំមេត្តាបិតាដែលមានសិលតែម្ដងឯទៀតណាជូនមេត្តាបិតាដែលអត់សិលជូនមេត្តាបិតាអត់សិល$1000ស្មើនឹងជូនមេត្តាបិតាដែលមានសិលតែ$10ទេទៀតបានបន់ច្រើនណាអញ្ចឹងមេត្តាបិតាមានសិលហ្នឹងគឺល្អណាស់អញ្ចឹង12ធ្វើឲ្យមានសេចក្តីឃ្លាវខ្លាអង្អាចកដាលសប្បុរសកដាលបរិស័ទយើងមានសិលយើងឃ្លាវខ្លាទៀតយើងមិនអៀនខ្មាស់អោនកសំយ៉ងចោះថាយើងធ្វើចោលឬយើងទៅប្រព្រឹត្តអនាចារអីទេគឺយើងមានសិលយើងឃ្លាវខ្លាទី13សិលជាអភរណៈទៀតស្អាតណាអត់មានចាំបាច់តុបតែងទៅដោយគ្រឿងអលង្ការទេតែស្អាតអ្នកដទៃគេចូលចិត្តហ្នឹងអញ្ចឹងហើយទី14ណាទៀតដូចជាមេដែកអញ្ចឹងជាកំពូលស្នេហ៍ទៀតស្រូបដួតអ្នកដទៃឲ្យគោរពរាប់អាន
មិនមែនស្នេហ៍ដោយលោភៈទេស្នេហ៍ជាទីធ្លាក់ចុះនៃសេចក្តីជ្រះថ្លារបស់អ្នកដទៃទេនឹងដូចជាប្រគុណម្ចាស់ដែលមានសិលអញ្ចឹងជាទីធ្លាក់ចុះនៃសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទមនុស្សទេវតាណាទៀតហើយ15សិលនឹងឯងជឿចុះទៀតបង្កើតឡើងនៅតែគុណតែម្យ៉ាងអត់មានឲ្យទោសទេទាំងក្នុងលោកនេះទាំងក្នុងលោកដទៃលោកណាទាំងអស់សិលមានតែគុណតែម្យ៉ាងប៉ុណ្ណោះដែលឲ្យកើតឡើងដល់អ្នករក្សាសិលអញ្ចឹងខ្ញុំកណ្ណាខ្ញុំបាទរៀបរាប់ពីសេចក្តីពិតក្នុងជីវិតហ្នឹងដោយលើករឿងខ្លះមកជាឧទាហរណ៍ប៉ុណ្ណឹងសំគួរដល់ពេលវេលាទៀតសូមសិក្សាការពិតនៃជីវិតចុះ